តាមផ្លូវដ៏ស្ងាត់ជ្រងំនៅក្នុងភូមិតូចមួយដែលស្ថិតនៅជាយព្រៃមានបុរសក្មេងកំឡោះម្នាក់រស់នៅជាមួយជីដូនចាស់ជរាម្នាក់ក្នុងខ្ទមតូចមួយដែលសង់ពីឈើនិងស្បូវដោយពួកគេរស់នៅដាច់ឆ្ងាយពីអ្នកភូមិដទៃក្នុងរាត្រីដ៏ងងឹតស្ងប់មួយដែលខ្យល់បក់រំពើកស្លឹកឈើក្រៀមក្នុងព្រៃយាយចាស់បានដកដង្ហើមចុងក្រោយរបស់គាត់ដោយស្ងប់ស្ងាត់ហើយបន្សល់ទុកចៅប្រុសម្នាក់ក្នុងភាពឯកាដោយគ្មានប្រាក់កាសគ្រប់គ្រាន់សម្រាប់ធ្វើបុណ្យនិងដោយសារតែភាពអាម៉ាស់ដែលមិនអាចសុំជំនួយពីអ្នកភូមិបានបរិសនោះបានសម្រេចចិត្តយកសាកសពយាយទៅកប់តែម្នាក់ឯងក្នុងព្រៃនៅចុងភូមិនៅពេលដែលព្រះច័ន្ទបានរះពណ៌លឿងស្លេកនៅលើមេឃងងឹតបរិសនោះក៏បានជីករណ្ដៅមួយដោយប្រើចបចាស់តែមួយហើយដាក់សពយាយចុះទៅក្នុងរណ្ដៅដោយមិនមានសូម្បីតែក្រណាត់ស្អាតរុំសពក្នុងពេលដែលគាត់កំពុងតែលុបដីលើភ្នូសត្វស្វាយំក្នុងព្រៃបង្កឲ្យមានសំឡេងគួរឲ្យព្រឺខ្នងហើយភ្លាមនោះគាត់ក៏បានឮសូរសំឡេងស្លឹកឈើខ្សឹបខ្សៀវដូចជាមាននរណាម្នាក់កំពុងតាមដានគាត់ពេលត្រឡប់មកផ្ទះវិញក្នុងភាពងងឹតបុរសនោះមានអារម្មណ៍ថាមានអ្វីមួយកំពុងតែដើរតាមក្រោយគាត់ជាប់ជានិច្ចតែពេលងាកក្រោយមកគឺគ្មានឃើញអ្វីក្រៅពីស្រមោលឈើដែលកំពុងតែយល់យកនៅក្នុងខ្យល់នៅពាក់កណ្ដាលអាធ្រាត្រខណៈដែលភូមិទាំងមូលលង់លក់ក្នុងភាពស្ងាត់ឈឹងស្រាប់តែមានសំឡេងជើងដើរយឺតលើដីគ្រួសខាងក្រៅផ្ទះហើយបន្តិចក្រោយមកក៏មានសំឡេងគោះទ្វារថ្នម3ដងបុរសនោះព្យាយាមបិទភ្នែកដេកតែគាត់នៅតែឮសំឡេងដង្ហើមធ្ងន់ៗនៅមុខទ្វារផ្ទះហើយក្លិនដីស្រស់លាយជាមួយក្លិនស្អុយរលួយបានហូរចូលតាមច្រកបង្អួចដោយភាពភ័យញ័រទៅត្រឹកគាត់បានលូនទៅមើលតាមប្រហោងទ្វារហើយបានឃើញរូបរាងស្រមោលខ្ពស់មួយឈរនៅមុខផ្ទះមានដីប្រឡាក់ស្រមោកពេញខ្លួននិងសក់វែងរញ៉េរញ៉ៃក្នុងពេលដែលបរិសនោះកំពុងតែឈរភ័យតក់ស្លុតក្នុងផ្ទះងងឹតសំឡេងគោះទ្វារបានឮកាន់តែខ្លាំងឡើងហើយស្រាប់តែមានសំឡេងខ្សឹបខ្សៀវហៅឈ្មោះគាត់ច្បាស់ពីខាងក្រៅនៅពេលដែលគាត់ប្រមូលភាពក្លាហានដើម្បីងើបមើលតាមបង្អួចម្ដងទៀតគាត់បានឃើញមុខស្រមោលនោះយ៉ាងច្បាស់គឺជាមុខយាយរបស់គាត់ដែលមានភក់នឹងដីជាប់ពេញមុខហើយមានរុនក្រហមធំនៅកន្លែងដែលជាភ្នែកផ្ទះតូចនោះបានចាប់ផ្ដើមញ័ររញ្ជួយខណៈដែលស្រមោលយាយបានចាប់ផ្ដើមវាយទ្វារយ៉ាងខ្លាំងធ្វើឲ្យសំណង់ឈើចាស់រង្គោះរង្គើហើយស្លឹកស្បូវដំបូលក៏ចាប់ផ្ដើមរបកធ្លាក់ចុះមកដីដោយគ្មានជំរើសផ្សេងក្រៅពីរត់គេចបរិសនោះក៏បានបើកទ្វារក្រោយផ្ទះហើយរត់សម្ដៅទៅកាន់ព្រៃតែគាត់មិនដឹងថានេះជាកំហុសដ៏ធំមួយទេព្រោះនេះជាផ្លូវដែលនាំទៅកាន់កន្លែងដែលគាត់បានកប់សពយាយពេលដែលគាត់រត់កាត់ព្រៃងងឹតគាត់ក៏បានឮសំឡេងសត្វយំធ្ងួចធ្ងរជុំវិញខ្លួនហើយរាល់ពេលដែលគាត់មើលទៅក្រោយគាត់ឃើញស្រមោលយាយកំពុងអណ្ដែតតាមពីក្រោយយ៉ាងលឿនដោយមានសក់វែងហោះហើរក្នុងខ្យល់ក្នុងពេលដែលគាត់រត់កាត់ដើមឈើស្រាប់តែមានដៃស្គមជាច្រើនលូតចេញពីគល់ឈើមកចាប់ជើងគាត់ធ្វើឲ្យគាត់ដួលផ្ងាទៅលើដីនៅពេលដែលគាត់ងើបឈរឡើងវិញគាត់បានឃើញខ្លួនឯងឈរនៅចំកណ្ដាលវាលថ្មភ្នូចាស់ជាច្រើនហើយពីក្នុងភ្នូនីមួយមានស្រមោលខ្មៅងើបចេញមកមើលគាត់ដោយភ្នែកក្រហមពន្លឺព្រះច័ន្ទក៏បានបាត់ខ្លួនពីក្រោយពពកខ្មៅធ្វើឲ្យព្រៃកាន់តែងងឹតស្លុបហើយនៅជុំវិញខ្លួនគាត់មានតែសំឡេងខ្សឹបខ្សៀវនិងសំឡេងស្រែកយំពីគ្រប់ទិសទីស្រាប់តែមានដៃរាប់រយលូតចេញពីដីមកចាប់ជើងគាត់ទាញចុះខណៈដែលស្រមោលយាយបានមកឈរនៅពីមុខគាត់ដោយមានមុខញញឹមគួរឲ្យភ័យខ្លាចនៅពេលដែលដៃទាំងនោះទាញគាត់ចុះទៅកាន់តែជ្រៅគាត់បានឃើញថាទាំងនោះគឺជាដៃរបស់សាកសពដែលត្រូវបានគេកប់ដោយគ្មានធ្វើបុណ្យដូចយាយគាត់ដែរហើយពួកគេកំពុងតែសងសឹកចំពោះការមិនគោរពវិញ្ញាណក្ខន្ធរបស់ពួកគេបុរសនោះព្យាយាមរំដោះខ្លួនពីដៃទាំងនោះតែគាត់មិនអាចធ្វើបានទេព្រោះដៃកាន់តែច្រើនបានចាប់ផ្ដើមចេញពីដីហើយចាប់ទាញគាត់ចុះទៅក្រោមកាន់តែជ្រៅនៅពេលដែលគាត់កំពុងតែលិចចុះទៅក្នុងដីគាត់បានឃើញស្រមោលជាច្រើនទៀតចេញពីព្រៃដែលមានរាងកាយពុកផុយនិងសក់វែងរញ៉េរញ៉ៃស្រមោលទាំងនោះបានចាប់ផ្ដើមរាំជុំវិញគាត់ដោយច្រៀងបទភ្លេងពិធីបុណ្យសពបុរាណហើយយាយគាត់បានឈរមើលដោយញញឹមគួរឲ្យខ្លាចពួកគេបាននាំគ្នាចុះទៅកាន់ពិភពក្រោមដីជាកន្លែងដែលពោរពេញទៅដោយឆ្អឹងនិងសាកសពដែលមិនទាន់រលួយហើយគាត់បានឃើញថាពួកគេទាំងអស់គ្នាសុទ្ធតែជាវិញ្ញាណដែលត្រូវបានគេកប់ដោយគ្មានការគោរពភ្លាមនោះពួកគេបានចាប់ផ្ដើមនិយាយរឿងរ៉ាវរបស់ពួកគេអំពីរបៀបដែលពួកគេត្រូវបានគេបោះបង់ចោលនិងកប់ដោយគ្មានពិធីបុណ្យត្រឹមត្រូវនៅពេលដែលគាត់កំពុងតែស្ដាប់រឿងរ៉ាវទាំងនោះគាត់បានចាប់ផ្ដើមឃើញរូបភាពនៃការឈឺចាប់របស់ពួកគេ
ហើយទឹកភ្នែកឈាមបានហូរចេញពីភ្នែករបស់វិញ្ញាណទាំងនោះយាយគាត់បានដើរមកជិតហើយនិយាយថាគាត់នឹងត្រូវនៅទីនេះជាមួយពួកគេជារៀងរហូតដោយសារតែគាត់បានធ្វើឲ្យយាយខកចិត្តជាខ្លាំងវិញ្ញាណទាំងអស់បានចាប់ផ្ដើមរំពាត់ជុំវិញគាត់ហើយចាប់ផ្ដើមទាញគាត់ចូលទៅក្នុងភាពងងឹតដ៏ជ្រៅក្នុងពេលដែលពួកគេកំពុងទាញគាត់ចូលទៅក្នុងភាពងងឹតគាត់បានឃើញរូបភាពនៃជីវិតរបស់គាត់ជាមួយយាយហូរចេញមកពីមុខពីភ្នែកហើយគាត់ក៏បានដឹងថាគាត់មិនគួរធ្វើបែបនេះជាមួយយាយទាល់តែសោះស្រមោលទាំងនោះបានបង្ហាញគាត់នូវការឈឺចាប់របស់វិញ្ញាណដែលគ្មាននរណាម្នាក់ធ្វើបុណ្យឧទ្ទិសកុសលជូនហើយពួកគេបានបង្ខំឲ្យគាត់មើលរូបភាពនៃសាកសពដែលត្រូវបានគេបោះបង់ចោលរាប់រយឆ្នាំក្នុងព្រៃស្មោសានខណៈពេលដែលគាត់កំពុងតែចុះទៅក្រោមកាន់តែជ្រៅគាត់បានឮសំឡេងខ្សឹបខ្សៀវរបស់វិញ្ញាណរាប់ពាន់ដួងដែលកំពុងតែរង់ចាំការមកដល់របស់គាត់នៅក្នុងពិភពងងឹតពេលដែលគាត់ធ្លាក់ដល់បាតគុហាងងឹតគាត់បានឃើញផ្ទះតូចមួយដែលធ្វើពីឆ្អឹងមនុស្សហើយនៅពីមុខផ្ទះនោះមានតុធំមួយដែលរៀបចំសម្រាប់ធ្វើពិធីបុណ្យសពយាយគាត់បានដឹកដៃគាត់ទៅកាន់តុនោះហើយបង្ខំឲ្យគាត់អង្គុយនៅចុងតុខណៈដែលវិញ្ញាណដទៃទៀតបានចាប់ផ្ដើមដើរចូលមកក្នុងបន្ទប់នៅលើតុនោះមានម្ហូបអាហារដែលធ្វើពីសាច់ពុកផុយនិងឆ្អឹងមនុស្សហើយវិញ្ញាណទាំងនោះក៏បានបង្ខំឲ្យគាត់បរិភោគជាមួយពួកគេពេលដែលគាត់កំពុងតែព្យាយាមបដិសេធមិនញ៉ាំម្ហូបទាំងនោះស្រាប់តែមានសំឡេងដ៏គួរឲ្យខ្លាចមួយបន្លឺឡើងពីជ្រុងងងឹតនៃបន្ទប់ហើយវិញ្ញាណទាំងអស់ក៏បានងាកទៅមើលពីក្នុងស្រមោលងងឹតមានរូបរាងខ្ពស់មួយបានចេញមកដោយស្លៀកពាក់ឈុតខ្មៅនិងមានមុខស្លេកស្លាំងដែលគួរឲ្យខ្លាចវិញ្ញាណទាំងអស់បានឱនក្បាលគោរពហើយយាយគាត់បាននិយាយថានេះគឺជាម្ចាស់នៃពិភពស្មោសានព្រាយអសុរកាយដែលមកដើម្បីកាត់ទោសគាត់